ចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់បង្ហាញពីខ្សែមួយចាដែលជាខ្សែល្អណាស់ចាប៉ុន្តែអ្នកដែលចាម្ចាស់បាតដៃនេះណាចាដែលមកពិភាក្សាបាតដៃចាប្រើសេវាកម្មវិភាគបាតដៃជាមួយខ្ញុំនោះណាចាគាត់ថាគាត់មើលជាមួយគេចាហើយនឹងមើលទៅតាមគេបង្ហាញតាម TikTok ផងថាខ្សែហ្នឹងចាជាខ្សែដែលបញ្ហាជាខ្សែដែលនាំឲ្យគាត់ហ្នឹងចាបញ្ហាដែលគាត់ចូលបំណុលរាល់ថ្ងៃហ្នឹងគឺដោះស្រាយគេមិនរួចទេមានបញ្ហាដោយសារបំណុលនឹងទៅទៀតណាចាឥឡូវខ្ញុំមកគូខ្សែហ្នឹងឲ្យមើលនេះណាចាគឺខ្សែហ្នឹងចាខ្សែដែលកាត់ធ្លាក់ចុះពីខ្សែជីវិតមករកទួលច័ន្ទហើយចាមានខ្សែមួយចាឡើងមកកាត់គ្នាចេញជាសញ្ញាគុណណាចានៅលើខ្សែជីវិតចាមិនខុសទេសញ្ញាគុណចាដែលនៅលើចាខ្សែជីវិតចានៅចាពីខាងក្នុងនៃខ្សែជីវិតគឺគេហៅថាខ្សែបំណុលប៉ុន្តែចាគាត់ចាថាខ្សែនៅលើបាតដៃរបស់គាត់នេះជាខ្សែបំណុលគឺខុសទាំងស្រុងយើងពិនិត្យមើលខ្សែណាចាពិនិត្យមើលឲ្យច្បាស់រឿងខ្សែនេះគុំចាមិនច្បាស់ហើយចេះតែនិយាយគឺនាំបញ្ហាដល់ចាអ្នកដែលគាត់ចាអ្នកដែលគាត់មិនដឹងគាត់មិនចេះគាត់ចង់មកឲ្យយើងមើលហើយយើងមិនច្បាស់ខ្លួនឯងគឺនាំបញ្ហាដល់គាត់ណាចាអត់បានទេណាគាត់ពិបាកចិត្តដល់ថ្នាក់ចាដេកមិនលក់ទៀតណាចាអញ្ចឹងចាយើងមើលថាខ្សែមកកាត់នឹងខ្សែស្អីគេណាខ្សែដែលមកកាត់ឲ្យចេញជាកក្បាតនៅលើណាឬក៏សញ្ញាខ្វែងណាចានៅលើខ្សែជីវិតនឹងជាខ្សែអីវាជាខ្សែព្រះអាទិត្យណាចាមិនមែនជាខ្សែចាបើជីវិតបាញ់ឡើងនោះទេជាខ្សែព្រះអាទិត្យណាចាខ្សែបំណុលលុះត្រាតែមានខ្សែជីវិតធ្លាក់ចុះហើយមានខ្សែជីវិតបាញ់ឡើងខ្វែងនៅលើនោះនឹងគេហៅថាខ្សែបំណុលតែនេះអត់ទេខ្សែដែលមកខ្វែងគឺជាខ្សែព្រះអាទិត្យហើយដឹងហើយណាខ្សែព្រះអាទិត្យមានអត្ថន័យបែបម៉េចខ្ញុំធ្លាប់បង្រៀនហើយអញ្ចឹងខ្សែនេះគឺខ្សែល្អណាជាខ្សែលាបរបស់គាត់ណាចាំមើលខ្ញុំគូឲ្យមើលណាខ្សែដែលធ្លាក់ចុះមកទួលច័ន្ទបែបហ្នឹងគេហៅខ្សែលាបយើងឃើញទេមានខ្សែមួយទៀតនេះគេហៅខ្សែទ្រព្យសម្បត្តិណាចាមកចាកាត់ចាជួបគ្នាចេញជាត្រីកោណបែបនេះណាចាមានខ្សែទ្រព្យសម្បត្តិកាត់មកជួបគ្នាចេញជាត្រីកោណបែបនេះល្អខ្លាំងណាស់ចាគឺល្អខ្លាំងមែនទែនមានន័យថាម៉េចមានន័យថាម្ចាស់បាត់ដៃគឺនឹងទទួលបានចាគេហៅថាការចំណេញលាបធំចាលាបធំនេះចេញពីខ្សែទ្រព្យសម្បត្តិគឺលាបធំចេញពីទ្រព្យសម្បត្តិគាត់នឹងឯងណាមានន័យថាទ្រព្យសម្បត្តិសំដៅទៅលើអីសំដៅទៅលើជាទូទៅគេសំដៅទៅលើដីហើយព្រោះដោយសារមានតែដីទេដែលអាចត្រូវប៉ាន់លក់បានថ្លៃគាត់នេះគឺមានដោយសារត្រូវប៉ាន់លក់ដីចាណាចាឃើញទេចាត្រីកោណធំបែបហ្នឹងគឺសំដៅទៅលើលុយចាលាបចាដែលត្រូវប៉ាន់ដោយសារការលក់ដីធ្លីណាចាដៃគាត់នេះមិនសូវល្អតែបច្ចុប្បន្ននេះគាត់នៅមានចាប់បច្ជ្រុយដែលឲ្យផលអាក្រក់ទៅដល់គាត់គេហៅថាបច្ជ្រុយជំរុញកម្មចាស់របស់គាត់ប្រហែលកន្លែងដែលខ្ញុំគូឲ្យមើលហ្នឹងណាចាគឺនាំបញ្ហាគាត់ច្រើនចឹងណាចាអញ្ចឹងចាំមកចាទូទីជាមួយខ្ញុំប្រាប់វិធីរងាប់ចោលអស់ឥឡូវគាត់អត់អីទេណាចាល្អផ្សារមកវិញណាចាព្រោះតែមើលមានការកែណាចាអញ្ចឹងបានខ្ញុំចង់បញ្ជាក់ថាសម្រាប់ចាអ្នកដែលចេះវិជាបាត់ដៃចាមួយចំនួនចាគួរណាតែរៀនឲ្យបានច្បាស់ចាចំណុចណាមិនច្បាស់ប្រាប់ថាមិនច្បាស់តែម្ដងឬក៏មិនបានរៀនមិនបាច់មើលឲ្យគាត់តែម្ដងមើលតែចំណុចណាដែលច្បាស់បានហើយការណាដែលអត់ច្បាស់ចាគឺនាំបញ្ហាបែបហ្នឹងចាអញ្ចឹងហើយធ្វើឲ្យគាត់ចាដឹងពីបាតដៃខ្លួនឯងបាត់ទឹកចិត្តហ្មងព្រោះគោលបំណងចាអ្នកដែលទូទីបាតដៃចាឬក៏ទូទីតាមស្អីក៏ដោយចាគឺគាត់ចង់ដឹងដំណើរជីវិតនេះដើម្បីអីដើម្បីដឹងថាតើដំណើរជីវិតគាត់ល្អឬអត់ចាដើម្បីអីដើម្បីមានកន្លែងណាត្រូវកែបានគឺគាត់នឹងកែដើម្បីចាឲ្យចាជិះផុតពីរឿងដែលមិនល្អចាក្នុងការដែលដំណើរជីវិតរបស់គាត់ក្នុងការអានវិភាគទូទីរបស់យើងនឹងឯងចាអញ្ចឹងដល់ពេលយើងចាវិភាគមិនត្រូវចាលើខ្សែជីវិតរបស់គាត់ចាគឺនាំឲ្យគាត់នឹងចាពិបាកចិត្តលើសពេលមិនតាន់បានទូទីពេលដែលបានដឹងទៅទៀតណាចាអញ្ចឹងចាអរគុណដែលបានមើលវីដេអូនេះចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាខ្ញុំថ្ងៃនេះមកបង្ហាញអំពីដៃមួយណាចាដែលគាត់បានចាសួរចាសំណួរខ្ញុំខាងលើនេះណាចាសួរចាអំពីចាខ្សែនៅបរិវេណចាចេញអំពីខ្សែខួរក្បាលទៅខ្សែបេះដូងខ្ញុំមិនដឹងគាត់ចង់សួរពីខ្សែមួយណាទេប៉ុន្តែខ្ញុំបង្ហាញខ្សែនេះចុះណាចាបង្ហាញខ្សែនេះចុះគឺបរិវេណនេះដែលខ្ញុំគូនេះណាឲ្យតែមានខ្សែមកកាត់បែបនេះណាចាកាត់មកមិនថាបរិវេណត្រង់នេះទាំងលើទាំងក្រោមឲ្យតែបរិវេណដែលខ្ញុំគូរង្វង់ហ្នឹងចាខ្សែដែលចេញអំពីខ្សែខួរក្បាលទៅខ្សែបេះដូងបែបហ្នឹងចាកន្លែងហ្នឹងគេហៅថាទួលជំនាញចាអញ្ចឹងខ្សែដែលកាត់នៅលើទួលនេះសុទ្ធតែជាខ្សែជំនាញទាំងអស់បើសិនជាម្ចាស់បាតដៃមាន2ខ្សែមានន័យថានឹងមានជំនាញ2ឬក៏មុខរបរ2ដែលគាត់អាចកាន់បានឬក៏បើមានតែមួយចាហើយខ្សែទួលពុតរបស់គាត់ហ្នឹងចាវែងស្អាតទៅទៀតមានន័យថាម្ចាស់បាតដៃគឺនឹងមានជំនាញមួយផ្ទាល់ខ្លួនយ៉ាងច្បាស់ដែលអាចចាប់ប្រកបរបររកស៊ីឬចម្រើនចាអញ្ចឹងសម្រាប់ខ្សែហ្នឹងវាមានអត្ថន័យបែបហ្នឹងហើយបើចង់ដឹងថាខ្លួនឯងមានខ្សែអញ្ចឹងតើជំនាញរឿងអីចាអាចមកចាប្រើសេវាកម្មក្នុងការទូទាត់បាតដៃបានខ្ញុំបញ្ជាក់ថាជំនាញស្អីដែលធ្វើទៅចាគឺចម្រើននិយាយរឿងខ្សែមួយនេះទៀតបើសិនជាលក្ខខណ្ឌអ្វីដែលគាត់សួរនៅលើដៃរបស់គាត់មានខ្សែបែបនេះវិញណាចាបើសិនជាខ្សែបែបនេះវិញបញ្ហាវិញចាខ្សែចេញអំពីខ្សែជីវិតចាមកកាត់ចាជាមួយទៅនឹងចាខ្សែខួរក្បាលហើយចាធ្លាក់ចុះចាមករកចាខ្សែអាជីវកម្មឬក៏ចាមករកខ្សែបេះដូងបែបនេះអត់ល្អទេគឺមានន័យថានៅក្នុងអាយុរបស់គាត់នឹងដូចលើដៃនេះគឺក្នុងអាយុ30គាត់តែអញ្ចឹងគឺមានន័យថាក្នុងអាយុ30គាត់របស់គាត់នឹងមានការខាតបង់ចានៅក្នុងការចេញរកស៊ីរបស់គាត់គឺធ្លាក់មែនតើចាគឺនឹងខាតបង់ក្នុងមុខរបរការរកស៊ីរបស់គាត់គឺចាប់ផ្ដើមធ្លាក់ចុះណាចាបើសិនជាមានខ្សែនឹងដូចគ្នាពិតមែនចាប៉ុន្តែចេញអំពីទួលអង្គាទាបនេះវិញណាចាចេញអំពីទួលអង្គាទាបនេះវិញចាហើយចាកាត់ជាមួយខ្សែជីវិតចាទៅកាត់ជាមួយខ្សែខួរក្បាលទៅដល់ចាធ្លាក់ចុះមកដល់ខ្សែអាជីវកម្មឬក៏ទល់ជាមួយខ្សែបេះដូងក៏មានន័យដូចគ្នាដែរមានន័យថាម្ចាស់បាតដៃគឺគាត់នឹងខាតបង់លុយកាក់ចានៅក្នុងមុខរបររកស៊ីរបស់គាត់ឬក៏មុខរបររកស៊ីរបស់គាត់ធ្លាប់តែរកបានមកធ្លាក់ចុះវិញហើយធ្លាក់ចុះនោះដោយសារអីដោយសារតែមនុស្សនៅក្នុងគ្រួសារដោយសារសាច់ញាតិបងប្អូនអ្នកដែលមានអាយុចាស់ជាងខ្លួនចាណាចាអញ្ចឹងអាហ្នឹងគឺមានន័យបែបហ្នឹងណាចាអរគុណសម្រាប់សំណួរណា